ក្រដកផ្សិតពេលយប់បងប្អូនទម្លាប់របស់ខ្ញុំក្រដកផ្សិតពេលយប់គឺម៉ោង2និងម៉ោង3បងប្អូនព្រោះមូលហេតុអីបានដកផ្សិតពេលយប់ដល់ម៉ោង2ម៉ោង3បងប្អូនគឺធ្វើម៉េចឲ្យបានទាន់ម៉ោយើងមកបងប្អូនព្រោះម៉ោយើងមកពីយប់នោះខ្លះម៉ោង2:10ម៉ោង1យប់អីនោះតែយើងដកផ្សិតមិនទាន់ឲ្យគេគឺដេញតែគេរត់ចូលហើយដូច្នេះហើយយើងត្រូវតែបំរើសេវាកម្មឲ្យមួយឲ្យរហ័សទាន់ចិត្តអានោះទៅបានមុខរបរយើងវាទេវាស្ថិតស្ថេរវាមិនប្រែប្រួលដូច្នេះហើយមុខរបរអ្វីមួយគឺត្រូវតែខំព្យាយាមធ្វើម៉េចផ្គត់ផ្គង់ឲ្យភ្ញៀវឲ្យអតិជនឲ្យមួយយើងឲ្យបានទាន់ពេលវេលាផងដែរបងប្អូននេះគឺជាសកម្មភាពដកផ្សិតនៅពេលយប់បងប្អូនផ្សិតយប់នេះគឺដុសរៀងស្នំដែរបងប្អូនជាពិសេសគឺផ្សិតអំបោះស្ខៀវផ្សិតអំបោះពណ៌ខ្មៅបាទច្រឡំផ្សិតខៀវហើយក៏ដទៅក៏ប៉ះអាកូនកន្លោះអាសបាទដេកនៅយាមផ្សិតម្នាក់ឯងតែម្ដងម្ចាស់ដើរមកជាតិមកទឹកមកទៅមកដាក់ហើយក៏មិនក្រទេបាទចុះបើសិនគេមកលួចដកផ្សិតទៅគិតមិនទៅនេះអានេះហើយក៏បានដើរដកបន្តទៀតបងប្អូនអានេះគឺរោងជួរទី2បាទរោងជួរទី2នេះគឺមានផ្សិតខ្មៅបាទផ្សិតខ្មៅនេះគឺវាដុះមានសំណុំក្រដែរនេះបងប្អូនបាទផ្សិតខ្មៅគឺជាផ្សិតដែលហូបឆ្ងាញ់ជាងគេបាទឆ្ងាញ់ជាងផ្សិតអំបោះសទៀតបាទអានេះគេហៅផ្សិតអំបោះខ្មៅបងប្អូនដាក់ហើយផ្សិតយើងអាចធ្វើម្ហូប100មុខបងប្អូនមិនថាខ្នប់មិនថាអាំងមិនថាចៀនមិនថាឆាមិនថាបំពងគូឡើងភ្នំស្លប្រហើគឺ100មុខតែម្ដងបងប្អូនចំពោះផ្សិតនេះបងប្អូនតើបងប្អូនដែលធ្លាប់ហូបនឹងពិសាផ្សិតនេះទេបាទចំណែកខ្ញុំជាអ្នកបណ្ដុះផ្សិតផ្ទាល់នេះគឺបានហូបជារៀងរាល់ថ្ងៃចង់តឡនហើយចង់ធុញចង់មួហើយនេះដកផ្សិតបានប៉ុណ្្នឹងឯងមិនទាន់ដករួចទេបងប្អូនថតឲ្យបងប្អូនមើលបាទបងប្អូនត្រូវការហូបអីអាចកំងបានតលាក់លេមកបាទចាំផ្ញើអោយបាទអានេះគឺផ្សិតដែលកំពុងតែចាប់ដើមដុះបាទមានអាដុះរំលោមានអាដុះធំល្មមលក់ក៏មានបងប្អូននេះអានេះធំល្មមលក់ហើយនេះភក់ដូចនេះបាទវាដុះកំប៉ាងរីកពុរវល់ប៉ុណ្ណឹងគឺគេពេញចិត្តជាពិសេសគឺមួយកំងរោបផ្សិតលក់ឲ្យមួយមិនបានទេបងប្អូនពីព្រោះថាផ្សិតយើងមិនដុះរាំងយ៉ាដែរបាទមិនមែនបោះងាយស្រួលទេតែយើងធ្វើឲ្យយើងថែធួនវាថែមទៀតបងប្អូនមិនមែនតែធ្វើបានក៏លំលេងទេអានោះគឺខាតកតេកបាទព្រោះថាមុខរបរបណ្ដុះផ្សិតនេះគឺជាមុខរបរដែលត្រូវយើងព្យាយាមឧស្សាហ៍មែនទែនផងដែរហើយដើមទុនក្នុងការចំណាយទៅលើមុខរបរមួយនេះក៏វាក្រាស់ក្រែលដែរបងប្អូនតែយើងធ្វើមិនលំគឺរោដើមរោទុនរោចំណេញអីមិនបានមកវិញទេបងប្អូនដូច្នេះការសម្រេចចិត្តធ្វើមុខរបរអ្វីមួយមិនថាបណ្ដុះផ្សិតឬក៏មុខរបរផ្សេងទេបងប្អូនគឺត្រូវតែព្យាយាមអំណត់អត់ធន់ជាមួយនឹងមុខរបរតែម្ដងតែកាលណាយើងព្យាយាមហើយនោះចំណេញឬចំណូលគឺតែងតែចូលមករួយជារៀងរាល់ថ្ងៃផងដែរបង